ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទថ្មីនៅក្នុងថ្ងៃនេះគឺនិយាយអំពីជីវិតគូគឺជាដំណើរជីវិតមួយដែលបុរសនិងស្ត្រីព្រមព្រៀងចិត្តគ្នាដើររួមគ្នាមិនមែនត្រឹមតែដោយក្តីស្រឡាញ់ប៉ុណ្ណោះទេប៉ុន្តែដោយការយល់ចិត្តការអត់ធ្មត់និងការទទួលខុសត្រូវទៅលើជីវិតគូនេះទាំងអស់គ្នាជីវិតគូមិនមែនជារឿងងាយស្រួលជានិច្ចឡើយប៉ុន្តែវាជាជីវិតដែលមានតម្លៃនិងមានអត្ថន័យយ៉ាងខ្លាំងប្រសិនបើទាំងពីរនាក់ចេះថែរក្សាជីវិតគូនេះឲ្យបានល្អប្រសើរមុនពេលដែលយើងដើរចូលទៅក្នុងជីវិតគូភាគច្រើនយើងតែងតែគិតថានិងយើងសង្ឃឹមថាការរស់នៅជាមួយគ្នានៅក្នុងជីវិតគូនេះគឺពោរពេញទៅដោយសុភមង្គលនិងមានភាពផ្អែមល្ហែមមានក្តីសុខប៉ុន្តែបើគិតឲ្យមែនទែនទៅពេលដែលយើងបានដើរទៅដល់ផ្លូវនៃជីវិតគូនេះជាក់ស្ដែងយើងនឹងឃើញថាជីវិតគូវាមានទាំងភាពសប្បាយរីករាយហើយក៏វាត្រូវឆ្លងកាត់បញ្ហាជាច្រើនជាមួយគ្នាការគិតខុសគ្នាត្រឡប់ខុសគ្នាទស្សនៈជីវិតអត់សូវដូចគ្នាវាអាចបង្កឲ្យមានការខ្វែងគំនិតមានការទៅចែកវែកញែកគ្នាជារឿយៗដែលយើងជាអត់ផុតទេនៅក្នុងជីវិតគូម្នាក់ជីវិតគូដែលល្អមិនមែនជាជីវិតដែលអត់មានបញ្ហាទេប៉ុន្តែជាជីវិតគូដែលទាំងពីរនាក់ទាំងបុរសទាំងស្ត្រីគាត់ចេះនិយាយគ្នាលើកយកបញ្ហាមកដោះស្រាយជាមួយគ្នាចេះស្ដាប់គ្នានិងចេះអភ័យទោសឲ្យគ្នាហើយការប្រស័យតាក់ទងគ្នាដោយស្មោះត្រង់គឺជាគន្លឹះដ៏សំខាន់បំផុតមួយនៅក្នុងការរក្សាជីវិតគូឲ្យយើងអាចដើរនៅផ្លូវនេះរួមគ្នាបានវែងឆ្ងាយនិងដោយភាពសុខសាន្តហើយពេលដែលមានបញ្ហាយើងយល់ពីគ្នាទៅវិញទៅមកយើងអត់ប្រើពាក្យសម្ដីធ្ងន់ធ្ងរពាក្យសម្ដីដែលបំផ្លាញទឹកចិត្តគ្នាឬក៏យើងអត់ប្រើអារម្មណ៍ដែលយើងកំពុងតែខឹងខ្លាំងហ្នឹងមកជះទៅលើម្ខាងទៀតប៉ុន្តែយើងគួរតែចេះជ្រើសរើសពេលវេលាសមស្របណាមួយដើម្បីពិភាក្សាគ្នាហើយនឹងរកដំណោះស្រាយរួមជាមួយគ្នាការគោរពគ្នាក៏ជាផ្នែកមួយសំខាន់នៃជីវិតគូដែរដែលទាំងបុរសទាំងស្ត្រីជាស្វាមីភរិយាហ្នឹងគាត់មានការគោរពគំនិតគ្នាគាត់ឲ្យតម្លៃទៅលើការសម្រេចចិត្តរបស់គ្នាទៅវិញទៅមកគោរពទៅលើអារម្មណ៍សប្បាយចិត្តខឹងអន់ចិត្តអីផ្សេងមានន័យថាយើងតាមដាននិងសង្កេតទៅលើអារម្មណ៍ម្នាក់ទៀតណាការគោរពនេះវាមិនមែនថាកើតឡើងតែពេលដែលយើងមានក្តីសុខស្រឡាញ់គ្នាផ្អែមល្ហែមពីដំបូងទេប៉ុន្តែយើងក៏ត្រូវគោរពនៅពេលដែលមានបញ្ហាដែរពីព្រោះថាការគោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមកវាធ្វើឲ្យសេចក្តីស្រឡាញ់របស់យើងនឹងកាន់តែរឹងមាំជីវិតគូក៏យើងត្រូវការអត់ធ្មត់និងការលះបង់ច្រើនដែរព្រោះម្នាក់អត់មានអ្នកណាដែលល្អអត់ខ្ចោះទេដូច្នេះយើងត្រូវតែបើកចិត្តទទួលយកទាំងចំណុចល្អនិងចំណុចអត់ល្អរបស់ដៃគូរបស់យើងព្រោះយើងអត់អាចតម្រូវថាយើងប្រើជីវិតគូមួយគ្នាហើយអ្នកឯងត្រូវតែតាមខ្ញុំធ្វើអញ្ចេះបែបនេះគឺអត់បានទេយើងត្រូវរកជាចំណុចរួមមួយដើម្បីឲ្យដំណើរជីវិតគូរបស់យើងបានល្អប្រសើរហើយពេលខ្លះយើងក៏ត្រូវចេះលះកាត់អារម្មណ៍របស់យើងពេលយើងខឹងពីខាងក្រៅអីមកដល់ផ្ទះយើងអត់យកកំហឹងនោះមកជះដាក់អ្នកនៅផ្ទះដែលគាត់អត់ដឹងអីទេប៉ុន្តែផ្ទុយទៅវិញដោយសម្រាប់ខ្ញុំផ្ទាល់អញ្ចឹងពេលយើងធ្វើការងារអីស្មុគស្មាញច្រើនពេលមកដល់ផ្ទះយើងជួបមនុស្សជាទីស្រឡាញ់ជាប្តីជាប្រពន្ធជាកូនគឺអារម្មណ៍ដែលតានតឹងស្មុគស្មាញមួយចំនួនធំនោះគឺវាហាក់រសាយបាត់ដោយអូតូហ្មងអញ្ចឹងវាធ្វើឲ្យមានន័យថាយើងមានស្នាមញញឹមហើយយើងរក្សាទឹកចិត្តគ្នាទៅវិញទៅមកហើយការអត់ធ្មត់ទូរាល់ថ្ងៃដែលយើងនៅជាមួយគ្នាយើងកែលម្អគ្នាតិចតួចយើងមិនដាក់បន្ទុកដាក់សម្ពាធឲ្យតែម្នាក់វាអាចបង្កើតជាជីវិតគូមួយដែលមានសុភមង្គលយូរអង្វែងបានសម្រាប់ជីវិតគូដែលខ្ញុំកត់សម្គាល់ឃើញបច្ចុប្បន្នណាខ្ញុំអាចនិយាយបានថាយើងជួបប្រទះញឹកញាប់ជាងគេគឺមាន2ដែលជីវិតគូទី1ហ្នឹងគឺប្រភេទគូជីវិតដែលគាត់អាចជំនួសឲ្យគ្នាបានណាជំនួសគ្នាបានបែបម៉េចមានន័យថាគាត់មានការគិតប្រហែលគ្នាមានចំណេះដឹងមានហិរញ្ញវត្ថុបទពិសោធន៍ជីវិតអីផ្សេងគឺប្រហែលគ្នាហើយគូជីវិតបែបហ្នឹងទូទៅគាត់អត់សូវជាជួបបញ្ហាខ្វែងគំនិតគ្នាហ្មងនេះមានន័យថាបើការសម្រេចមុនចិត្តមួយហ្នឹងខុសទាំងអស់គ្នាត្រូវទាំងអស់គ្នាយើងអត់បន្ទោសគ្នានៅពេលក្រោយណាហើយវាខុសប្លែកពីគូជីវិតមួយទៀតដែលប្រភេទគូជីវិតដែលគាត់បំពេញឲ្យគ្នាអញ្ចឹងសម្រាប់គូជីវិតដែលបំពេញឲ្យគ្នានឹងជួបនឹងខ្ញុំនៅវីដេអូបន្តទៀត
អរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់នៅវីដេអូនេះហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងបានជាចំណែកមួយជួយទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងការសម្រេចចិត្តប្រើប្រាស់ជីវិតគូឲ្យកាន់តែល្អប្រសើរបើសិនជាយើងមានចំណុចខ្វះខាតណាមួយចាប់ផ្ដើមកែតម្រូវពីឥឡូវទៅចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ